Nước chiều video ក្នុងការចែករំលែកពីវិធីសាស្ត្រក្នុងការដាក់ស៊ុំរូបទូរស័ព្ទនៅលើវីដេអូរបស់យើងបាទជាដំបូងបងប្អូនគ្រាន់តែធ្វើការ download រូបទូរស័ព្ទហ្នឹងតាមរយៈ Chrome ឬក៏ Google បាទហើយក្នុងការ download បងប្អូនគ្រាន់តែធ្វើការបើក Chrome ហើយវាយពាក្យថា phone PNG បាទហើយត្រង់ចំណុចហ្នឹងយើងចុច search មករួចហើយយើងចុចត្រង់កន្លែងសញ្ញាទូរស័ព្ទណាបងប្អូនបើយើងចង់បានរូបទូរស័ព្ទប្រភេទមួយណាបងប្អូនចុចលើនឹងមកអញ្ចឹងខ្ញុំសូមចុចកន្លែងប្រភេទរូបខ្សុតពេលហើយវានឹងងាយស្រួលក្នុងការធ្វើការ download អញ្ចឹងបងប្អូនពេញចិត្តមួយណាអាចធ្វើការ select ទៅលើរូបមួយហ្នឹងហើយបន្តមកទៀតគ្រាន់តែយើងធ្វើការ download រូបមួយហ្នឹងទុកសិនមកអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូម select យករូបមួយនេះបាទហើយយើងចង្កត់ឲ្យជាប់មកហើយយើងយកពាក្យថា download image អញ្ចឹងបន្ទាប់ពីយើងធ្វើការ download រួចរាល់ហើយយើងត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា InShot យើងចូលក្នុងហ្នឹងហើយយើងចុចកន្លែងវីដេអូហើយបន្ទាប់មកទៀតយើងចុចពាក្យថា new បន្ទាប់មកយើងគ្រាន់តែធ្វើការ upload នៅវីដេអូយើងចូលមកបាទអញ្ចឹងយើងចុចគ្រីសដើម្បីធ្វើការ upload ចូលអញ្ចឹងត្រង់ចំណុចនេះដែរក្នុងទម្រង់វីដេអូ19បាទ 16.9 លក្ខណៈបែបយើងផុសក្នុង YouTube ណាហើយ background គឺយើងអាចធ្វើការផ្លាស់ប្ដូរបានដែរយើងចុចកន្លែង background មកហើយខាងក្រោមគឺជាប្រភេទនៃ background ដែលយើងអាចធ្វើការផ្លាស់ប្ដូរបានណាអញ្ចឹងបន្ទាប់ពីយើងធ្វើការផ្លាស់ប្ដូររួចរាល់ហើយយើង select ទៅលើវីដេអូរបស់យើងមកហើយបន្ទាប់មកទៀតយើងអាចធ្វើការបង្រួមនៅវីដេអូរបស់យើងឲ្យតូចបន្តិចដើម្បីយើងងាយស្រួលក្នុងការដាក់រូបទូរស័ព្ទចូលណាដើម្បីដាក់រូបយើងចូលកន្លែង sticker រួចហើយយើងចុចកន្លែង sticker ម្ដងទៀតមកបាទហើយបន្ទាប់មកទៀតបងប្អូនចុចកន្លែងរូបបាទដែលខ្ញុំដាក់សញ្ញាសង្កល់ហ្នឹងយើងចុចរូបមករួចហើយយើងចុចឲ្យកន្លែងកាត់បាទកន្លែងរូបមនុស្សកាត់ហ្នឹងបន្ទាប់មកយើងធ្វើការជ្រើសរើសរូបដែលយើងបានធ្វើការ download មុនហ្នឹងដើម្បីឲ្យវាធ្វើការកាត់អូតូតែម្ដងបាទរួចហើយយើងចុចពាក្យថា crease អូខេនេះគឺជាប្រភេទ zoom រូបណាអញ្ចឹងបើសិនជាក្នុងករណីថាបងប្អូនកាត់មកវាឃើញរូបយើងអត់ស្អាតទេបងប្អូនអាចផ្លាស់ប្ដូររូបផ្សេងទៀតបានដើម្បីយើងដាក់ទៅឲ្យវាចេញទម្រង់ស្អាតបែបនេះបងប្អូនឃើញអត់បាទហើយអញ្ចឹងយើងអាចធ្វើការទាញបានប្រិចព្ររួមឲ្យស្មើគ្នាមកមើលទៅស្អាតហើយកន្លែងរូបហ្នឹងយើងអាចធ្វើការអូសបានបាទអូសឲ្យស្មើនឹងវីដេអូយើងមកណាបាទដើម្បីឲ្យវាពេញអញ្ចឹងបងប្អូនអាចធ្វើការសាក play មើលបានណា play មើលបានអញ្ចឹងទម្រង់នៃប្រភេទវីដេអូរបស់យើងហ្នឹងគឺយើងអាចធ្វើការដាក់ស៊ុំបានហើយដាក់ស៊ុំនៅលើរូបថតនៅលើវីដេអូណាជាងងាយស្រួលមែនតើបងប្អូនអូខេអញ្ចឹងវីដេអូសម្រាប់ការចែករំលែកគឺមានត្រឹមតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយជម្រាបលា